រឿងរ៉ាវប្លែកកើតឡើងវល់ដូចទឹកគ្រឿងអស់ពីមួយរឿងចូលដល់មួយរឿងទៀតអូនវាដេករឿងដល់ពេលវាដេករឿងទៅវាឈរតិចទៅលើស្រូវវាជ្រុះទៅលើផ្ទះមន់វាចឹកទៅលើមកជ្រុះស្រូវចាមន់ចឹកទៅលើជ្រុះស្រូវចូលទៅជាចាហើយមកពីខាងណាវិញបងមកពីខាងទាំង7ស្រុកអីខេត្តអីបងស្រុកលលៀបអៀខេត្តកំឆ្នាំងវាជាសម័យកាលដ៏ស្មុគស្មាញមួយទៀតដែលត្រូវដោះស្រាយសម្រាប់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកពូចិនតុងរបស់យើងគ្រាន់តែដាក់ស្កូបចូលទៅក្នុងរន្ធត្រចៀកកុមារបកាច់បកិនស្រែកទ្រហោយំទៅហើយចុះទម្រាំយកចេញមកទៀតគ្រប់បញ្ហាសុទ្ធតែមានដំណោះស្រាយឲ្យតែមនុស្សព្យាយាមស្វិតស្វាញមិនបោះបង់សរសើរក្រុមការងាររបស់យើងព្រមទាំងអាណាព្យាបាលរបស់អ្នកជំងឺផងដែរគាត់ពូកែទប់អ្នកជំងឺបើទោះបីជាយ៉ាងណាក្តីក៏កុមារមិនអាចនឹងថ្កល់ដូចជាដុំថ្មបានដែរទីបំផុតយើងក៏អាចយកគ្រាប់ស្រូវនោះចេញបានអារម្មណ៍អ្នកម្ដាយសប្បាយដូចបានហោះទៅលើឋានព្រះច័ន្ទយកចេញបានហើយឥឡូវបងមិនមានអារម្មណ៍អីបងមានណាត្រេកបានយកចេញអត់មានអានចិត្តអីពេទ្យធ្វើឲ្យកូនយំអត់ទេឲ្យតែបានព្រោះមិនពេទ្យធ្វើចាប់កូនយំហ្នឹងអីផងណាការពិតការងារនេះគុណសម្បត្តិអ្នកចាប់ទេទោះគ្មានទៅនឹងមែនទេណាចាបាទព្រោះគាត់មិនអាចសហការមួយយើងទេហើយគូពេទ្យព្យាយាមថ្នមបំផុតប៉ុន្តែកិច្ចមនុស្សពីការប៉ះទៅកិច្ចបន្តិចបន្តួចទៅលើតិចប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយគូពេទ្យក៏ឲ្យថ្នាំព្យាបាលអត់អីទេណាចាយើងកុំ